ទស្សនៈមាសទៅខាងមុខនឹងនៅតែបន្តឡើងថ្លៃបន្ថែមទៀតប្រសិនណាបើភាពតានតឹងភូមិសាស្ត្រនយោបាយនៅតែបន្ត ស្ថាប័នក្រមប្រឹក្សាមាសពិភពលោក WGC បានបញ្ចេញរបាយការណ៍ថាបរិមាណតម្រូវការមាសនិងតម្លៃមាសទាំងពីរបានបំបែកកំណត់ត្រាថ្មីៗតម្រូវការមាសសរុបនៅឆ្នាំ 2025 រាប់បញ្ចូលទាំងទីផ្សារ OTC បានលើស 5000 តោនជាលើកដំបូងក្នុងប្រវត្តិសាស្ត្របន្ថែមពីនេះតម្លៃមាសក៏បានបង្កើតកំណត់ត្រាថ្មី 53 ដងក្នុងឆ្នាំតែមួយដែលធ្វើឲ្យតម្លៃទីផ្សារមាសសរុបឡើងដល់ $555 លានកើនឡើង 45% ប្រៀបធៀបនឹងឆ្នាំមុនសកម្មភាពវិនិយោគកើនឡើងខ្លាំងគឺជាកម្លាំងចម្បងជំរុញតម្រូវការមាសមានដូចជាការកាន់កាប់មាសតាម ETF ទូទាំងពិភពលោកកើនឡើង 801 តោនទាំងដែលជាឆ្នាំខ្លាំងទី2ក្នុងប្រវត្តិសាស្ត្រការទិញមាសដុំនិងកាក់មាសបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល 12 ឆ្នាំមូលហេតុសំខាន់ៗដែលជំរុញការវិនិយោគរួមមានតួនាទីមាសជាទ្រព្យសុវត្ថិភាពនិងជាឧបករណ៍បំបែកហានិភ័យព្រមទាំងការតាក់ទាញពីការឡើងថ្លៃរបស់មាសផងដែរការទិញមាសដោយធនាគារកណ្ដាលមានចំនួន 863 តោនស្ថិតនៅខាងលើនៃជួរព្យាករណ៍សម្រាប់ឆ្នាំ 2025 តម្រូវការគ្រឿងអលង្ការមាសបានថយចុះដោយដែលបានរំពឹងទុកព្រោះតម្លៃមាសឡើងខ្ពស់ជាបន្តបន្ទាប់ទោះបីយ៉ាងនេះក្តីទំនោរអារម្មណ៍ចំពោះគ្រឿងអលង្ការមាសនៅតែវិជ្ជមានដោយតម្លៃសរុបនៃតម្រូវការគ្រឿងអលង្ការទូទាំងពិភពលោកបានកើនឡើង 18% ទៅដល់កំណត់ត្រាថ្មី $172,000 លានតម្រូវការផ្នែកបច្ចេកវិទ្យាមានស្ថិរភាពទោះបីវិស័យឧបករណ៍អេឡិចត្រូនិកអ្នកប្រើប្រាស់ជួបការរំខានក៏ដោយព្រោះមានការគាំទ្រកើនឡើងនៃកម្មវិធីដែលពាក់ព័ន្ធនឹង AI ការផ្គត់ផ្គង់មាសសរុបកើនឡើង 1% ផលិតកម្មរ៉ែមាសឡើងដល់កំណត់ត្រាថ្មី 3672 តោនមាសកែច្នៃឡើងវិញកើន 3% ទៅ 1404 តោនទោះបីតម្លៃមាសកើនឡើង 67% ក៏ដោយតម្រូវការត្រីមាសទី4ក៏បានបំបែកកំណត់ត្រាផងដែរដល់ 1303 តោន ETF ទិញចូល 175 តោនមាសដុំនិងកាក់មាសឡើងដល់ 420 តោនទស្សនៈមាសទៅខាងមុខនឹងនៅតែបន្តឡើងថ្លៃបន្ថែមទៀតប្រសិនណាបើភាពតានតឹងភូមិសាស្ត្រនយោបាយនៅតែបន្តគេរំពឹងថាលំហូរទុនក្នុង Gold ETF នឹងបន្តទទួលបានទុនចូលខ្លាំងព្រមទាំងការទិញមាសគីឡូនិងកាក់មាសនឹងនៅតែរឹងមាំបូករួមទាំងការទិញដោយធនាគារកណ្ដាលនឹងនៅកម្រិតខ្ពស់ខណៈដែលតម្រូវការគ្រឿងអលង្ការនឹងនៅតែខ្សោយបើតម្លៃមាសនៅខ្ពស់ជាបន្តបន្ទាប់បែបនេះបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ